มូលហេតុដែលហាងទឹកអប់ខាងយើងជ្រើសរើសផ្កាមកពីខាងEN Flower Lab ដោយសារទី1គឺតាក់ទងទៅនឹងគុណភាពទី2តាក់ទងទៅនឹងតម្លៃសមរម្យទី3គឺតាក់ទងទៅនឹងសេវាកម្មពីហាងផ្ទាល់អញ្ចឹងគុណភាពគឺផ្កាដែលគាត់រៀបចំឲ្យយើងគឺវាមានគុណភាពល្អយើងអាចកែច្នៃឬក៏កំងប្រាប់ទៅកាន់ខាងហាងអញ្ចឹងណាយើងចង់បានរបៀបម៉េចទៅតាមស៊ីនៅស៊ីទៅតាមដេកហាងរបស់យើងហើយនឹងតម្លៃសមរម្យហើយគុណភាពក៏ល្អដែរបាទពេលដែលយើងដាក់ផ្កានេះហើយបន្ទាប់ពីយើងដាក់ផ្កានេះហើយគឺធ្វើឲ្យមានភ្ញៀវច្រើនជាងមុនដោយសារទី1តាក់ទងនឹងសម្រស់នៃផ្កាដែលធ្វើឲ្យតាក់ទាញភ្ញៀវដែលដើរកាត់ទៅគាត់ចាប់អារម្មណ៍មិនទៅថាពីធំមកហាងទេសូម្បីតែនៅក្នុងហាងដើមឈើផ្កាផ្លែឈើបនិមិត្តអីផ្សេងៗគឺមាននៅក្នុងនឹងទាំងអស់យើងកំងមកពីខាង EN Lab គាត់ជួយរៀបចំឲ្យចឹងបងចាបងបើសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលយើងមានអារម្មណ៍ថាមូម៉ៅឬក៏មានអារម្មណ៍អត់ល្អអីនៅពេលដែលយើងឃើញការមិនថាផ្កានឹងជ័រឬក៏ផ្កានឹងមែនតើនេះបងពេលដែលយើងឃើញហើយមានអារម្មណ៍ថាធូរស្បើយហើយអត់មានអារម្មណ៍ថាមូម៉ៅទេបងអញ្ចឹងមិនថាភ្ញៀវដូចគ្នាបងនៅពេលដែលគាត់ដើរកាត់គ្រប់ហាងឬក៏គាត់ដើរកាត់នៅមុខ The Lab នេះនៅពេលដែលគាត់ឃើញហើយវាជាចំណែកមួយដែលធ្វើឲ្យតាក់ទាញបងមើលការរចនារបស់គាត់មានការច្រើនប្រភេទអញ្ចឹងធ្វើឲ្យអ្នកមើលហ្នឹងមើលទៅអត់ស៊ាំភ្នែកទេបងកលេចមើលទៅគឺឃើញស្អាតហ្មងបងតាំងការគាត់ដែលគាត់ការជាបាច់បែបនេះតាំងថោតាំងអីគឺស្អាតបងអញ្ចឹងធ្វើឲ្យខ្ញុំតាក់ទាញឲ្យភ្ញៀវផ្សេងដែលគាត់អញ្ជើញមកក៏តាក់ទាញដូចគ្នាបងបើសម្រាប់ខ្ញុំហ្មងតាំងអានេះយើងបាច់និយាយបងព្រោះដោយសារភ្ញៀវគាត់លួចដកអស់ហើយអញ្ចឹងបើសិនជាមកពីដំបូងហ្មងជាបាច់មកហ្មងរ៉េតឲ្យ9លើ10ហ្មងបងតាំងពីការដេគ័រផ្កានឹងតាំងពីថោរបស់គាត់ដាក់មកគឺស្អាតមែនទែនហើយចំប្លង់មុខដុល្លារ2សងខាងទៀត